របៀបដោះស្រាយអាកប្បកិរិយាកុមារដែលគាត់មានអារម្មណ៍មួម៉ៅឆេវឆាវខឹងសម្បាគាត់ស្រែកយំខ្លាំងហើយគាត់បោករបស់ចោលនិងជាពិសេសគាត់ចូលចិត្តខំខ្លួនឯងវាយខ្លួនឯងបោកក្បាលខ្លួនឯងទៅនឹងជញ្ជាំងឬក៏ទៅនឹងរបស់អ្វីមួយជាដើមចំពោះឪពុកម្ដាយភាគច្រើនគឺគាត់ពិតជាពិបាកណាស់នៅពេលដែលកូនរបស់គាត់មានអាកប្បកិរិយាបែបនេះម្ដងដូច្នេះពិតជានឿយហត់ហើយនឹងចង់រកវិធីដោះស្រាយណាដែលអាចជួយដល់គាត់បានថ្ងៃនេះខ្ញុំនឹងលើកពីដំណោះស្រាយមួយចំនួនដែលជូនពុកម៉ែបងប្អូនហើយខ្ញុំក៏សូមផ្ដាំផ្ញើដែរចំពោះមតិឪពុកម្ដាយមួយចំនួនព្រោះខ្ញុំយល់ដឹងថានៅស្រុកខ្មែរយើងគឺគាត់អត់អាចធ្វើតាមអ្វីដែលខ្ញុំរៀបរាប់បានទេគាត់ប្រកាសជាប្រតិកម្មថាគ្មានអ្នកណាធ្វើបានទេពេលដែលខឹងកូនគឺមានតែវាយហ្នឹងហើយព្រោះគាត់អស់កម្លាំងខ្លាំងគាត់ហត់គាត់ដែរអញ្ចឹងគាត់អត់មានពាក្យសម្ដីណាធ្វើតាមដូចខ្ញុំបានទេដូច្នេះប៉ះសិនបើឪពុកម្ដាយគិតថាគូកែទម្លាប់នេះបានកែទៅអារឿងទម្លាប់ពេលកូនមានអារម្មណ៍ពងតែមិនល្អហើយយើងបន្ថែមទៅលើយើងបានថាយើងបន្ថែមទៅឲ្យគាត់មានអារម្មណ៍មិនល្អថែមទៀតអញ្ចឹងដើម្បីមានដំណោះស្រាយសូមពុកម៉ែបងប្អូនស្ដាប់ដូចតទៅទី1នៅពេលដែលកូនមានអារម្មណ៍ថាមួម៉ៅឆេវឆាវយំស្រែកឬក៏ខំខ្លួនឯងហ្នឹងដែលគេហៅអាកប្បកិរិយាមួយគេហៅ meltdown ហ្នឹងគឺបងប្អូនត្រូវយល់ពីកូនថាវាមានមូលហេតុអីអញ្ចឹងយើងត្រូវស្វែងរកកត្តាដែលបង្កឲ្យមានបញ្ហាហ្នឹងគេហៅថា trigger ដូច្នេះកត្តាដែលបង្កឲ្យកូនមានអាកប្បកិរិយានេះលេចឡើងគឺមានទី1ដូចជាគឺគាត់រងនៅសម្ពាធណាមួយឬក៏គេហៅថា overstimulation រងនៅដូចជាការសម្លេងឮខ្លាំងក៏ឲ្យចូលចិត្តឬក៏គាត់រងនៅប៉ះនៅក្លិនណាដែលគាត់មិនចូលចិត្តឬក៏គាត់ប៉ះនៅផ្ទៃណាមួយដែលគាត់មិនចូលចិត្តហើយគាត់មានជំងឺ depression បានថាជំងឺបាក់ទឹកចិត្តឬក៏គាត់មានជំងឺគេថា anxiety ជំងឺថប់អារម្មណ៍ឬក៏កូនរបស់លោកអ្នកគាត់មានបញ្ហា ADHD ឬក៏គាត់មានបញ្ហា autism ដូច្នេះយើងត្រូវរកមូលហេតុឲ្យឃើញថាកត្តាបង្កមកពីអ្វីហើយយើងចាប់ផ្ដើមព្យាបាលទៅលើកត្តាមួយឬក៏ស្វែងរកវិធីដោះស្រាយទៅលើកត្តាមួយដែលបង្កឲ្យកូនរបស់យើងនឹងមានអារម្មណ៍បែបនេះកើតឡើងទី2នៅពេលដែលកូនមានអារម្មណ៍បែបនេះកើតឡើងបងប្អូនត្រូវចាំថាត្រូវយកកូនដាក់នៅកន្លែងណាដែលមានសុវត្ថិភាពបំផុតជាពិសេសចំពោះកូនដែលចូលចិត្តខំខ្លួនឯងវាយខ្លួនឯងដែលធ្វើបាបខ្លួនឯងដូចជាបោកក្បាលឬទាត់ធាក់អញ្ចឹងអីចឹងទៅអញ្ចឹងកន្លែងដែលសុវត្ថិភាពគឺជាកន្លែងដែលគ្មានរបស់ដែលអាចបង្ករបួសស្នាមឧទាហរណ៍បើគាត់ចូលចិត្តបោកក្បាលនៅជ្រុងជញ្ជាំងអញ្ចឹងយកគាត់ចេញពីជ្រុងជញ្ជាំងព្រោះគាត់បោកក្បាលអាចនឹងធ្វើឲ្យគ្រោះថ្នាក់ព្រោះជញ្ជាំងវាជ្រុងចុងវាស៊ុយអាចនឹងងាយគាត់រងរបួសក្បាលមុតក្បាលបែកក្បាលទៅហើយបើសិនតែគាត់ចូលចិត្តយករបស់អីមកលេងធ្វើបាបខ្លួនឯងវាយខ្លួនឯងយកអីមកចាក់ហ្នឹងយើងត្រូវយករបស់ដែលមុតស្រួយគ្រោះថ្នាក់ចេញអញ្ចឹងគឺត្រូវទៅទុកគាត់នៅកន្លែងសុវត្ថិភាពមកទី3គឺឪពុកម្ដាយត្រូវតែធ្វើខ្លួនធ្វើអារម្មណ៍ឲ្យត្រជាក់កុំឆេវឆាវជាទូទៅនៅចំចំណុចនេះសម្រាប់ឪពុកម្ដាយដែលត្រូវធ្វើចិត្តត្រជាក់ខ្ញុំអត់ដែរឃើញភាគច្រើនដែលខ្ញុំអត់ដែរសូវឃើញថានៅក្នុងកំឡុងពេលដែលកូនរករឿងកូនមួម៉ៅយំស្រែកហ្នឹងអត់ដែរឃើញឪពុកម្ដាយណាធ្វើចិត្តត្រជាក់បានទេភាគច្រើនគឺច្រើនតែថាទៅសម្លុតកូនទៅរកសម្លុតគម្រាមកំហែងវាយកូនធ្វើម៉េចឲ្យកូនខ្លាចឲ្យកូនស្ដាប់បើយើងនិយាយមួយយើងនិយាយថាពីរអញ្ចឹងចំណុចហ្នឹងក៏មិនមែនជាចំណុចល្អដែលយើងត្រូវអនុវត្តជាមួយកូននោះទេចំណុចទី4យើងត្រូវចេះប្រើពាក្យសម្ដីគេថា tone របស់យើងនេះឲ្យចេះលើកដាក់ឲ្យស្រាលកុំលើកដាក់បែបសម្លេងធ្ងន់ចេញទៅគេហៅថាចេញនឹងការណាហ្នឹងពាក្យទូទៅដែលគេនិយាយអញ្ចឹងក្នុងនាមជាឪពុកម្ដាយនៅក្នុងពេលដែលជួបស្ថានភាពហ្នឹងត្រូវតែចេះប្រើសម្ដីទៅកាន់កូនឲ្យរៀងស្រាលហើយនិយាយដោយទន់ភ្លន់ទៅដាក់កូនហើយយើងធ្វើជាមនុស្សដែលយកចិត្តកូនយើងទៅនិយាយទៅកាន់កូនថាអូខេនៅពេលហ្នឹងគឺម៉ាក់ដឹងថាកូនហ្នឹងកំពុងតែមួម៉ៅអារម្មណ៍អត់ល្អដូច្នេះម៉ាក់នៅចាំជួយកូនជានិច្ចម៉ាក់អត់ទុកកូនចោលទេអញ្ចឹងកូនធ្វើតាមម៉ាក់មកកូនរៀនដកដង្ហើមឲ្យវែងដកដង្ហើមឲ្យធំហើយមកយើងរៀនដកដង្ហើមមួយគ្នាអញ្ចឹងធ្វើតាមម៉ាក់ទៅកូនអាចនឹងជួយឲ្យកូននឹងបានអារម្មណ៍ល្អប្រសើរមកវិញកូនអាចនឹងកាត់បន្ថយភាពមួម៉ៅក្នុងកលៈទេសៈនេះឪពុកម្ដាយគួរជៀសវាងប្រើអាកប្បកិរិយាណាមួយដូចជាការប្រើសម្លេងធ្ងន់ទៅសម្លុតគំរាមកំហែងកូនហើយទៅបដៅកូនក្នុងកំឡុងពេលដែលមានហេតុការណ៍កើតឡើងអញ្ចឹងការដែលយើងទៅព្រៀនបដៅគាត់សម្លុតគាត់ក្នុងពេលហ្នឹងគឺវាអត់បានប្រយោជន៍ទេគឺអត់បានជួយអីទាំងអស់គឺមានតែមានបញ្ហាកាន់តែធ្ងន់ធ្ងរជាងមុនទៅទៀត
ទី5នៅពេលដែលកូនកំពុងតែមានអារម្មណ៍បែបនេះឪពុកម្ដាយគឺត្រូវតែផ្ដល់ភាពកក់ក្ដៅឲ្យកូនគេថា offer comfort គឺយើងត្រូវតែអោបកូននៅពេលដែលគាត់កំពុងមានអារម្មណ៍មូម៉ៅឆេវឆាវយំឬក៏មុននឹងទៅអោបយើងត្រូវសួរគាត់សិនតើកូនចង់ឲ្យមកអោបដើម្បីឲ្យកូនមានអារម្មណ៍ល្អអត់ឬក៏កូនចង់នៅតែម្នាក់ឯងអញ្ចឹងយើងត្រូវឲ្យគាត់ជាជំរើសរបស់គាត់យើងត្រូវសួរបើគាត់ត្រូវការយើងអោបដើម្បីជួយបន្ធូរបន្ថយអារម្មណ៍គាត់យើងទៅអោបគាត់ហើយលួងលោមគាត់អែលប្រើពាក្យសម្ដីសន្ទន់ឬក៏ផ្ដល់លើកទឹកចិត្តគាត់ទៅប៉ុន្តែបើសិនជាគាត់ថាអត់ទេគាត់ចង់នៅម្នាក់ឯងពីព្រោះកូនថាជាធំហើយអាចនិយាយបានហើយគាត់ថាក្នុងការនិយាយប្រាប់យើងថាចង់មិនចង់អញ្ចឹងគឺយើងសួរគាត់ទៅបើគាត់ចង់ឲ្យយើងអោបទៅបើចង់គាត់នៅម្នាក់ឯងទុកឲ្យគាត់នៅម្នាក់ឯងប្រហែលជា4-10នាទីទៅបន្ទាប់ពីយើងលួចមើលទៅបើឃើញថាគាត់រៀងអារម្មណ៍ល្អមកវិញយើងចូលមកនិយាយជាមួយគាត់វិញទី6យើងត្រូវចេះជួយសម្រួលអារម្មណ៍ដល់គាត់គឺយើងត្រូវបង្រៀនគាត់ឲ្យចេះដកដង្ហើមធំឲ្យវែងឬបើយើងដឹងថាគាត់ចូលចិត្តផ្កាក្លិនដែលណាដែលគាត់ចូលចិត្តស្រាលអញ្ចឹងយើងនាំគាត់ទៅហិតផ្កាអញ្ចឹងទៅឬក៏ឪពុកម្ដាយហ្នឹងបើដឹងថាគាត់ចូលចិត្តរាប់លេខយើងអាចនាំកូនមកតោះយើងរាប់លេខទាំងអស់គ្នាយើងរាប់ពី1ទៅដល់10អញ្ចឹងអាចនឹងធ្វើជួយឲ្យគាត់អារម្មណ៍បានធូរស្បើយដែរទី7យើងត្រូវចេះបង្វែរអារម្មណ៍គាត់ឬក៏គេហៅថាបញ្ឆោតអារម្មណ៍គាត់អញ្ចឹងនៅពេលដែលគាត់ខឹងសម្បាហ្នឹងបើយើងចេះបញ្ឆោតបង្វែរអារម្មណ៍របស់គាត់ទាញអារម្មណ៍របស់គាត់មករបស់អ្វីមួយដែលគាត់ចាប់អារម្មណ៍ឬក៏ធ្វើអីឲ្យភ្ញាក់ផ្អើលរឿងល្អមួយគាត់ប្រកាសជាភ្លេចអារឿងយំរឿងខឹងឯមួយផ្លែតហ្នឹងឯងគាត់ឬក៏យើងនាំគាត់ចេញទៅក្រៅយើងសួរគាត់តើកូនឯងចង់ចេញក្រៅមួយផ្លែតអត់ដើម្បីស្រូបយកខ្យល់អាកាសធ្វើឲ្យកូនធូរស្បើយយើងត្រូវទី8យើងត្រូវតែចេះសង្ខេបរឿងរ៉ាវដែលបានកើតឡើងអញ្ចឹងនៅពេលដែលយើងឃើញកូននេះមានអារម្មណ៍ល្អឡើងវិញហើយយើងទៅនិយាយកាន់ជាមួយកូនណាយើងទៅចិត្តគាត់ទៅនិយាយមួយគាត់ទៅថាម៉ាក់ពិតជាដឹងថារឿងនេះវាកើតឡើងដោយសារអញ្ចឹងដែលធ្វើឲ្យកូនមានអារម្មណ៍បែបនេះឆេវឆាវមួម៉ៅកូនគប់របស់ឬកូនខំខ្លួនឯងអីចឹងទៅប៉ុន្តែបើសិនជាកាត់លើកបើសិនជាការអញ្ចឹងលើកក្រោយទៀតអញ្ចឹងកូនគួរតែធ្វើអញ្ចឹងដើម្បីឲ្យកូននឹងជួយដើម្បីឲ្យកូននឹងបានអារម្មណ៍ធូរស្បើយហើយជៀសវាងការដែលកូនបញ្ចេញអាកប្បកិរិយាមិនល្អបែបនេះគឺម៉ាក់ប៉ាអត់ចូលចិត្តទេកូនអាចធ្វើបានកូនអាចធ្វើវាប៉ុន្តែករណីដែលកូនទៅបោកក្បាលនៅជញ្ជាំងកូនអាចទៅបំផ្លាញទ្រព្យសម្បត្តិអីវាមិនមែនជារឿងល្អដែលកូនត្រូវធ្វើទេវាមិនមែនជាគំរូល្អនោះទេអញ្ចឹងម៉ាក់ប៉ាអត់ចង់ឃើញកូនបែបនេះទេអញ្ចឹងយើងគួរតែនិយាយពាក្យណាដែលល្អលើកទឹកចិត្តគាត់ចំណុចទី9ដើម្បីជៀសវាងកុំឲ្យអាកប្បកិរិយាបែបនេះកើតឡើងទៀតហើយបើសិនជាវាកាត់ឡើងយើងក៏អាចកាត់បន្ថយអាកប្បកិរិយាបែបនេះបានដែរគឺវាមិនបង្កអីជាបញ្ហាធំដូចដែលរាល់ដងគឺយើងត្រូវបង្កើតជាទម្លាប់មួយដល់គាត់ធ្វើម៉េចឲ្យគាត់រៀនដកដង្ហើមឲ្យធំដូចជាការឲ្យគាត់រៀនទៅផ្លុំសាររៀនផ្លុំទៀនឬក៏ទៅផ្លុំពេតប៉ោងអីជាដើមអញ្ចឹងទៅកាលណាដែលយើងផ្លុំទៀនផ្លុំពេតប៉ោងគឺជារឿងមួយដែលយើងប្រើដង្ហើមអញ្ចឹងកាលណាយើងប្រើដង្ហើមចេញចូលគឺវាធ្វើឲ្យអារម្មណ៍របស់យើងនឹងវាល្អហើយកាត់បន្ថយនៅអារម្មណ៍ដែលមានភាពតានតឹងចំពោះគាត់ហើយនឹងយើងព្យាបាលទៅលើបញ្ហាដែលគាត់មានទៅអញ្ចឹងយើងអាចនឹងជៀសវាងនៅហេតុការណ៍នេះកើតឡើងម្ដងទៀតបើវាកើតឡើងក៏វាអាចធូរស្រាលជាងមុនដែរហើយយើងត្រូវចេះលើកសរសើរគាត់នៅពេលដែលគាត់ធ្វើបានល្អនៅពេលដែលគាត់ខឹងសម្បាហ្នឹងហើយគាត់ចេះរៀនធ្វើទៅគាត់គ្រប់គ្រងអារម្មណ៍ខ្លួនឯងយើងត្រូវលើកសរសើរគាត់អូខ្លួនឯងប្រកែខ្លួនឯងចេះមួយចុះមួយខ្លួនឯងដូច្នេះការប្រើពាក្យសម្ដីសរសើរកូនណាវាជារឿងមួយដ៏ល្អហើយជារឿងមួយដែលយើងត្រូវលើកទឹកចិត្តគាត់និយាយរាល់ពេលដែលគាត់ធ្វើកិច្ចការបានល្អសរុបសេចក្តីមកវិញដើម្បីជួយដោះស្រាយចំពោះកុមារដែលគាត់មានបញ្ហាមួម៉ៅឆេវឆាវយំស្រែកឡាំប៉ាហើយគាត់បោះរបស់ចោលឬក៏ខំខ្លួនឯងហ្នឹងទីមួយយើងត្រូវរកមូលហេតុឲ្យឃើញហើយយើងត្រូវយកមូលហេតុនោះចេញទី2ត្រូវដាក់កូននៅកន្លែងសុវត្ថិភាពនៅពេលដែលកូនមានអាកប្បកិរិយាបែបនេះកើតឡើងជាពិសេសកុមារដែលគាត់ចូលចិត្តខំបោកក្បាលខ្លួនឯងជាដើមទី3ឪពុកម្ដាយត្រូវតែចេះធ្វើចិត្តឲ្យត្រជាក់នៅពេលដែលកូនមានអាកប្បកិរិយាបែបនេះទើបអាចគ្រប់គ្រងកូនបាន4ត្រូវចេះប្រើពាក្យសម្ដីណាដែលស្រាលហាមទង្គោះបោកហាមជេរហាមគំរាមហាមវាយទី5ត្រូវផ្ដល់ភាពកក់ក្ដៅឲ្យកូនដូចជាការទៅអោបឬក៏យើងទុកពេលឲ្យគាត់នៅតែឯងទី6ត្រូវចេះជួយសម្រួលអារម្មណ៍ដល់គាត់ដោយបង្រៀនឲ្យគាត់ចេះដកដង្ហើមធំហើយដកដង្ហើមឲ្យវែងឬក៏រាប់លេខឬក៏ទី7គឺយើងត្រូវបង្វែរអារម្មណ៍របស់កូនឬក៏បញ្ឆោតអារម្មណ៍ឲ្យគាត់ផ្ដោតអារម្មណ៍មករឿងផ្សេងវិញទី8យើងត្រូវចេះសង្ខេបរឿងរ៉ាវដែលកើតឡើងហើយយើងនិយាយទៅកាន់កូននៅពេលដែលកូននឹងត្រជាក់ចិត្តហើយទី9យើងត្រូវតែបង្រៀនកូនពីវិធីការពារកុំឲ្យអារម្មណ៍បែបនេះកើតឡើងគឺតាមរយៈការដែលយើងបង្កើនទម្លាប់ឲ្យគាត់ហើយនឹងការសរសើរទៅដល់គាត់
បញ្ចប់នាងខ្ញុំសូមអរគុណចំពោះពុកម៉ែបងប្អូនបើសិនបើយល់ថាវីដេអូរបស់នាងខ្ញុំមានអត្ថប្រយោជន៍សូមជួយ follow TikTok Facebook page ហើយនិង channel YouTube របស់នាងខ្ញុំដែលមានឈ្មោះដូចគ្នាគ្រាន់តែខ្ញុំដាក់ profile ខុសគ្នាតែប៉ុណ្ណោះចាសសូមអរគុណ